ក្រោយពីលងស្នេហ៍តុក្កតាដែលមានឈ្មោះថា Hatsune Miku អស់រយៈពេល10ឆ្នាំក៏សម្រេចចិត្តចូលរួមការតាមប្រពៃណីតែម្ដងហើយបានរស់នៅជាមួយគ្នាដូចជាប្តីជាប្រពន្ធទូទៅអញ្ចឹងដែរនៅក្នុងប្រទេសជប៉ុនមានការរៀបការជាមួយនឹងតុក្កតាលើសពី250គូក្នុងមួយឆ្នាំហើយក្នុងនោះ 90% គឺជាមនុស្សស្រីមានអ្នកខ្លះរៀបការជាមួយនឹងតុក្កតាដែលមានរូបរាងជាមនុស្សខ្លះទៀតតុក្កតាតូចៗនិងខ្លះទៀតរៀបការជាមួយខ្នែអុកក៏មានដោយសារតែមានការផ្សព្វផ្សាយនិងការទទួលស្គាល់ការរៀបការជាមួយតុក្កតាគឺត្រូវបានចាត់ទុកថាជារឿងដែលមិនគួរខ្មាស់នោះឡើយលងស្នេហ៍តុក្កតារហូតដល់សម្រេចចិត្តរៀបការជាប្តីជាប្រពន្ធរឿងរ៉ាវនេះបានកើតឡើងនៅក្នុងប្រទេសជប៉ុនបុរសម្នាក់មានឈ្មោះ Kondo Akihiro អាយុ39ឆ្នាំមានការងារជាបុគ្គលិកនៅក្នុងសាលាអនុវិទ្យាល័យមួយកន្លែងនៅក្នុងប្រទេសជប៉ុនក្រោយពីលងស្នេហ៍តុក្កតាដែលមានឈ្មោះថា Hatsune Miku អស់រយៈពេល10ឆ្នាំក៏សម្រេចចិត្តចូលរួមការតាមប្រពៃណីតែម្ដងហើយបានរស់នៅជាមួយគ្នាដូចជាប្តីជាប្រពន្ធទូទៅអញ្ចឹងដែរបានជា Akihiro សម្រេចចិត្តរៀបការជាមួយ Hatsune Miku ក៏ព្រោះតែការពី15ឆ្នាំមុននៅពេលដែល Akihiro គាត់បានជួបប្រទះបញ្ហានៅនឹងកន្លែងការងារដោយត្រូវបានមិត្តរួមការងារធ្វើការប៊ូលីមកលើគាត់ជាប្រចាំដោយហេតុអស់ទ្រាំជាមួយនឹងការប៊ូលី Akihiro ក៏បានឈប់ធ្វើការពីកន្លែងនោះនៅពេលនោះហើយដែលធ្វើឲ្យ Akihiro ជួបប្រទះនឹងបញ្ហាផ្លូវចិត្តយ៉ាងខ្លាំងពលគឺរូបគាត់ហូបមិនបានសម្រាប់មិនលក់ក្រោយមក Akihiro តែងតែស្ដាប់ចម្រៀងនិងមើលវីដេអូរបស់តុក្កតា Hatsune Miku ជាប្រចាំក្រោយពីបានស្ដាប់ចម្រៀងរបស់ Hatsune Miku គាត់ចាប់ផ្ដើមមានអារម្មណ៍ថាប្រសើរឡើងវិញ Hatsune Miku ប្រៀបបានដូចជាព្រះនាងដែលបានចូលមកបំភ្លឺក្នុងជីវិតរបស់គាត់ក្រោយមកក៏បានលងស្នេហ៍នាងបន្តិចម្ដងចាប់ពីពេលនោះមកក្រោយពីបានដាក់ចិត្តដាក់កាយស្រឡាញ់ Hatsune Miku អស់រយៈពេល10ឆ្នាំក៏សម្រេចចិត្តចូលរួមការពីខែ5ឆ្នាំ2018ចំពោះគ្រួសាររបស់គាត់គឺមិនពេញចិត្តទោះតែសោះចំពោះមង្គលការមួយនោះហើយក៏មិនមានសាច់ញាតិណាម្នាក់បានចូលរួមនោះទេប៉ុន្តែ Akihiro គាត់មិនអន់ចិត្តឬខឹងនោះឡើយ Akihiro បាននិយាយថាវាជាការសម្រេចចិត្តរបស់ពួកគាត់ការរៀបការរបស់គាត់បានធ្វើឡើងនៅអគារមួយកន្លែងតាមបែបគ្រីស្ទៀននិងមានភ្ញៀវកិត្តិយសចូលរួមជាច្រើនដោយឡែកការពី Akihiro នៅរៀនវិទ្យាល័យក៏ធ្លាប់លួចស្រឡាញ់និងសារភាពជាច្រើនដងដែរប៉ុន្តែដោយសារតែគាត់មិនសូវសង្ហាផងនោះក៏ត្រូវបានគេបដិសេធរហូតមកហើយក៏ធ្លាប់គិតថានឹងមិនរៀបការនោះទេ Akihiro មិនដែលមានសង្សារទោះតែសោះបើយើងមើលទៅការរស់នៅប្រចាំថ្ងៃរបស់ Akihiro វិញគាត់មិនដែលចាត់ទុក Hatsune Miku ត្រឹមតែជាតុក្កតានោះទេគឺប្រៀបដូចជាមនុស្សទូទៅអញ្ចឹងនៅពេលញ៉ាំអាហារគឺគាត់តែងតែរៀបចំសម្រាប់មនុស្ស2នាក់នៅពេលព្រឹកគាត់តែងតែនិយាយរត់សួស្ដីទៅកាន់នាងហើយនៅពេលដែលគាត់ត្រឡប់ពីធ្វើការមកដល់ផ្ទះហើយបើកទ្វារមកឃើញ Hatsune Miku បែរមករកគាត់មានអារម្មណ៍ថាមានភាពកក់ក្ដៅយ៉ាងខ្លាំងនៅពេលពិធីករសួរថាចុះមានការថើបមុនចូលគេងដែរឬអត់ Akihiro ក៏បានតបថាមិនមានការថើបនោះទេប៉ុន្តែគាត់តែងតែគេងលក់ស្រួលនៅពេលដែលបានអោប Hatsune Miku ចំពោះសម្លៀកបំពាក់វិញគឺមានតាមរដូវត្រជាក់រដូវក្ដៅដូចមនុស្សទូទៅដែរ Akihiro គាត់គឺជាអ្នកទិញដោយខ្លួនឯងផ្ទាល់ Akihiro គាត់ថាមានពេលខ្លះក៏គាត់ខ្មាស់គេដែរនៅពេលដែលទិញខោអាវក្នុងបោះស្អីៗម្ដងនៅក្នុងប្រទេសជប៉ុនមានការរៀបការជាមួយនឹងតុក្កតាលើសពី250គូក្នុងមួយឆ្នាំហើយក្នុងនោះ 90% គឺជាមនុស្សស្រីមានអ្នកខ្លះរៀបការជាមួយនឹងតុក្កតាដែលមានរូបរាងជាមនុស្សខ្លះទៀតតុក្កតាតូចៗនិងខ្លះទៀតរៀបការជាមួយខ្នែអុកក៏មានដោយសារតែមានការផ្សព្វផ្សាយនិងការទទួលស្គាល់ការរៀបការជាមួយតុក្កតាគឺត្រូវបានចាត់ទុកថាជារឿងដែលមិនគួរខ្មាស់នោះឡើយអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះវីដេអូនេះហើយវីដេអូយើងក៏បានចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមកុំភ្លេចចុចសញ្ញា Subscribe ជួបគ្នាវីដេអូក្រោយទៀត